អត់បានផលអីថ្ងៃហ្នឹងចុះឡើងម៉ោង7មកដណ្ដប់ជាងគាត់ដូចចង់និយាយបន្តិចមិនចង់និយាយបន្តិចគាត់ថាអាពាក្យមិនដឹងលើកមុននេះដូចខាងមន្ទីរគេដោះស្រាយឥឡូវមានរបាយការណ៍មកគាត់មិនដឹងថាយ៉ាងម៉េចចង់បង្ហាញឲ្យខ្ញុំដឹងបន្តិចមិនចង់បន្តិចគាត់អត់ឲ្យខ្ញុំមើលទេរបាយការណ៍របស់មន្ទីរណាខ្ញុំដឹងថារបាយការណ៍ភូមិកុហកមិនដឹងយ៉ាងម៉េចខាងមន្ទីរក៏មានអត់ឃើញមានចុះមកគ្រូសាខ្ញុំក៏អត់មានដឹងហេតុអីបានមានរបាយការណ៍ទៅដល់ក្រសួងនេះគាត់ប្រឡូយពាក្យចេញមកទីមិនចង់និយាយផងថាមានរបាយការណ៍ថាគេចុះហើយណារបាយការណ៍នោះមានថ្ងៃបញ្ជាក់បន្ទប់ទទួលបានក្រោយពីកន្លែងផ្សេងឯងមិនខាងក្រសួងហើយក៏មិនខាងមន្ទីរផ្ដល់ខ្ញុំឯងមាននៅខ្ញុំប្រចាំថ្ងៃឡងមកពីពេលខ្ញុំប្តឹងថាជាមួយអាទិត្យជាងឃើញចុះការបរិច្ឆេទចាប់មានរបាយការណ៍នឹងមកថ្ងៃហ្នឹងគាត់និយាយគាត់អត់បង្ហាញខ្ញុំទេហើយសាប់តែជិះលិចចេញអាហ្នឹងមកនិយាយផ្លោយមកបន្តិចគាត់ថាចុះហើយណាមើលអត់ឃើញខ្ញុំអត់ដឹងគ្រូសាជនរងគ្រោះអត់ដឹងហើយក៏អត់មានឃើញដំណោះស្រាយចេញជាលទ្ធផលអីឲ្យខ្ញុំដែរហើយចុះឡើងដល់មកប្រហែលជាមកចិត្តមកតន្ទប់គាត់គិតទៅបាត់គាត់ថាគាត់ជាប់រវល់គាត់ទៅមុតបញ្ចប់ទៅគាត់ធ្វើរបាយការណ៍ឲ្យខ្ញុំសំណុំពរអីសំណុំហើយខ្ញុំបានសំណុំពរនៅក្នុងរបាយការណ៍ណាខ្ញុំឲ្យឥឡូវបើថាខាងសមត្ថកិច្ចរបស់ខាងមន្ទីរខ្ញុំសំណុំពរឲ្យខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញហ្នឹងជួយបង្កើតជាយន្តការអីមួយចុះដោះស្រាយចុះត្រួតពិនិត្យទាំងលក្ខណៈបច្ចេកទេសនិងបញ្ហាផ្សេងៗទៀតណាដើម្បីជួយដោះស្រាយហើយខ្ញុំចង់ជួបតតាំងជាមួយគ្រូពេទ្យនឹងផ្ទាល់តែម្ដងដើម្បីឲ្យដឹងខុសត្រូវពីពួកពាក្យមិនដឹងដែលខ្ញុំដាក់ទៅខែងថាខ្ញុំនិយាយទៅភូតកុហកណារឿងរ៉ាវដែលកើតឡើងអង្គហេតុដែលកើតឡើងខ្ញុំឲ្យថាខ្ញុំភូតកុហកតើខ្ញុំនិយាយនេះវាពិតអត់លទ្ធផលចុងក្រោយខ្ញុំសួរនាំគឺចុះឡើងដាក់បន្ទុកទៅតុលាការរឿងដល់តុលាការហើយដាក់ទៅស្ថាប័នផ្សេងសួរខាងយុវដ្ឋាននីតិកម្មគាត់ឆ្លើយគាត់គ្មានជំរឿគាត់ក៏មិនហ៊ានសម្រាប់ថាគាត់មន្ត្រីក្រមអាវ៉ាតគេដែរគាត់មិនហ៊ានចំណាត់ការខ្ញុំសួរគាត់រហូតចុះឡើងបានមានចំណាត់ការឲ្យមន្ទីរហៅខ្ញុំមន្ទីរសុខាភិបាលរាជធានីភ្នំពេញថ្ងៃ3ខែ5 2024ខាងការិយាល័យនិយត្តកម្មអនុប្រធានបាទខ្ញុំស្គាល់ឈ្មោះគាត់ទៀតប៉ុន្តែឥឡូវខ្ញុំមិនបញ្ជាក់ឈ្មោះគាត់ចុះគាត់ហៅណាឲ្យទៅជួបដើម្បីសម្របសម្រួលហើយនៅក្នុងរបាយការណ៍ខ្ញុំសំណុំពរណាបង្កើតជាយន្តការដោះស្រាយហើយសូមជួបតតាំងជាមួយគ្រូពេទ្យដើម្បីឲ្យដឹងខុសត្រូវកុំឲ្យថាពាក្យមិនដឹងខ្ញុំដាក់ហ្នឹងនិយាយមិនពិតយ៉ាងម៉េចថ្ងៃហ្នឹងគឺគាត់ហៅខ្ញុំទៅម្នាក់ឯងណាគាត់ហៅសួរថាសម្របសម្រួលយ៉ាងម៉េចចង់ឲ្យខ្ញុំសម្របសម្រួលណាឲ្យខ្ញុំសម្របសម្រួលយ៉ាងម៉េចតែពិតវាមិនមែនជាដំណោះស្រាយទេអាសម្របសម្រួលគឺបញ្ចប់រឿងបញ្ហាហ្នឹងគឺគាត់ចង់ឲ្យបញ្ចប់រឿងហ្នឹងចរចាគ្នាឈប់ប្តឹងឈប់ផ្ដល់ស្មានតែហៅគ្រូពេទ្យដែលបកកបញ្ហាហ្នឹងហៅទៅដែរប៉ុន្តែអត់ទៅថ្ងៃហ្នឹងគឺជួបជាលក្ខណៈផ្ទាល់បុគ្គលជាមួយគាត់ដល់ខ្ញុំថាខ្ញុំមិនអាចសម្របសម្រួលបានឧទាហរណ៍ថាបងប្អូនជួយពិចារណាមើលចុះឲ្យខ្ញុំទទួលយកបានយ៉ាងម៉េចឧទាហរណ៍ថាគេយកកូនយើងទៅប្រពន្ធសម្លាប់ហើយគេឲ្យយើង$5000ឧទាហរណ៍ណា$10000ហើយបញ្ចប់រឿងឈប់ប្តឹងគេអញ្ចឹងអ្នកបកកកំហុសរួចខ្លួនបងប្អូនសុខចិត្តជីវិតមនុស្សមួយទាំងមូលបើមិនឲ្យអ្នកប្រព្រឹត្តនឹងទទួលខុសត្រូវនៅក្នុងផ្លូវច្បាប់ព្រមតែប្រើលុយដើម្បីរួចខ្លួនចប់រឿងឬយ៉ាងម៉េចអញ្ចឹងជីវិតមនុស្សអត់មានតម្លៃស្មើនឹងលុយយ៉ាងម៉េចអញ្ចឹងអ្នកប្រកបកំហុសក៏រួចខ្លួនរហូតគាត់សម្លាប់ជីវិតអ្នកដទៃម្នាក់បង់$5000 $10000រួចខ្លួនអញ្ចឹងបើគាត់មាន$100,000ឬក៏$200,000គាត់សម្លាប់ជីវិតមនុស្សបានប្រមាណអ្នកបងប្អូនជួយពិចារណាមកគាត់ធ្វើអញ្ចឹងរហូតរួចខ្លួនរហូតណាឲ្យខ្ញុំទទួលយកយ៉ាងម៉េចក៏ប៉ុន្តែថ្ងៃហ្នឹងក៏ខ្ញុំបញ្ជាក់ដែរថាចង់ជួបតតាំងជាមួយគ្រូពេទ្យណាជួបមកគ្រូពេទ្យដើម្បីនិយាយរឿងហ្នឹងហើយក៏ដើម្បីឲ្យខាងមន្ទីររកដំណោះស្រាយដែរប៉ុន្តែហេតុអីបានជាថ្ងៃហ្នឹងហៅខ្ញុំមកមានតែប៉ុណ្្នឹងចឹងថ្ងៃហ្នឹងអត់បានផលអីក៏ស្ងាត់មួយរយៈខ្ញុំចេះសួរនាំចុះឡើងបានថ្ងៃមួយសុខចិត្តរៀបចំការប្រជុំមួយទៀតជាមួយប្រធានមន្ទីរម្ដងជួបប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាទនៅថ្ងៃ10ខែ6 2024នៅពេលហ្នឹងជួប
ประชุมđốiประชุมនៅខាងក្រសួងដែរបាទមានប្រធានមន្ត្រីមានមន្ត្រីផ្សេងទៀតចូលរួមហើយថ្ងៃហ្នឹងក៏ហៅគ្រូពេទ្យឯកជននឹងមកដែរហើយខាងគ្រូពេទ្យឯកជនគាត់ទៅពីអ្នកប្តីប្រពន្ធហើយគាត់នាំមិត្តភ័ក្តិគាត់ផ្សេងទៀតទៅចូលរួមដែរប៉ុន្តែគាត់បើជាគាត់យ៉ាងម៉េចគាត់បារម្ភទាំងម៉េចគាត់ហៅព្រោះតាមពិតវាអត់មានភារកិច្ចអីត្រូវយកអ្នកផ្សេងអនុញ្ញាតឲ្យអ្នកផ្សេងទៅចូលរួមទេណាមានតែមន្ត្រីដែលមានភារកិច្ចនិងអ្នកជាប់ពាក់ព័ន្ធតែប៉ុណ្ណោះ